នៅកណ្ដាលមហាសាគរដ៏ធំល្វឹងល្វើយទឹកសមុទ្រមានពណ៌ខៀវស្រងាត់ដូចត្បូងមរកតមានកោះដ៏ស្រស់បំព្រងមួយបានលាក់ខ្លួននៅទីនោះប្រៀបបាននឹងឋានសួគ៌សម្រាប់អ្នកភូមិដែលរស់នៅប្រកបដោយសន្តិភាពធម្មជាតិបានផ្ដល់អ្វីៗគ្រប់យ៉ាងដល់ពួកគេរួមទាំងសេចក្តីសុខផងដែរក្នុងចំណោមពួកគេមានក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះធីតានាងមិនត្រឹមតែស្រស់ស្អាតទេថែមទាំងមានបេះដូងបរិសុទ្ធនិងប្រាជ្ញាវាងវៃថែមទៀតផងលោកតាមើលចុះថ្ងៃនេះមេឃស្រឡះល្អណាស់ចៅមានអារម្មណ៍ថាកោះរបស់យើងគឺជាកន្លែងដែលស្អាតជាងគេក្នុងលោកត្រូវហើយចៅស្រីដរាបណាយើងចេះស្រឡាញ់នឹងការពារធម្មជាតិនឹងការពារយើងវិញភាពស្រស់ស្អាតនេះគឺជាសម្បត្តិដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យណាចៅត្រូវថែរក្សាវាឲ្យបានល្អណាដឹងទេចាលោកតាចៅដឹងហើយប៉ុន្តែនៅលើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេនៅឯត្រើយម្ខាងទៀតនៃកោះដែលពោពេញទៅដោយភាពងងឹតមានយក្សកំណាចមួយរស់នៅទីនោះឈ្មោះថាក្រុងមាជាមួយនឹងរាងកាយដ៏ធំមហិមានិងចិត្តគំនិតពោពេញទៅដោយភាពលោភលន់វាបានចាត់ទុកកោះនេះជាកម្មសិទ្ធិរបស់វាមើលចុះព្រៃឈើនេះសមុទ្រនេះគឺជាអំណាចរបស់ឯងពួកមនុស្សតូចទាំងនេះគ្រាន់តែជាស្រមោចដែលត្រូវមកបម្រើអញតែប៉ុណ្ណោះអ្នកណាហ៊ានជំទាស់នឹងអញនឹងកាន់វាឲ្យខ្ទេចដូចជាធូលីអំណាចគឺនៅក្នុងដៃរបស់អញភាពភ័យខ្លាចបានគ្របដណ្ដប់លើកោះទាំងមូលអ្នកភូមិត្រូវធ្វើការដូចទេសចររាល់ព្រឹកពួកគេត្រូវប្រថុយជីវិតនេសាទត្រីគឺមិនមែនដើម្បីក្រពះខ្លួនឯងទេតែដើម្បីបំពេញក្រពះដែលមិនចេះឆ្អែតរបស់អាក្រុងមាតែប៉ុណ្ណោះហើយណែអាសុកដៃខ្ញុំនេះវាពងអស់ហើយយើងខំប្រឹងរកត្រីតាំងពីទៀបភ្លឺហាលខ្យល់ហាលភ្លៀងប៉ុន្តែឯងមើលចុះត្រីល្អធំយើងត្រូវយកទៅថ្វាយឲ្យវាចំណែកឯប្រពន្ធកូនយើងនៅឯផ្ទះបានត្រឹមតែហូបកាកសំណល់តែប៉ុណ្ណោះហើយមែនហើយសម្លាញ់ខ្ញុំឈឺចាប់ណាស់សម្លាញ់តែយើងធ្វើអ្វីបានទៅបើយើងមិនយកទៅឲ្យវាទេវាច្បាស់ជាទៅកំតិចភូមិយើងជាមិនខានទេការទ្រាំគឺជាជំរើសតែមួយគត់ដែលមាននៅពេលនេះតោះឆាប់ឡើងបើយើងទៅយឺតក្បាលរបស់យើងទាំងពីរនាក់ប្រកាសជាជ្រុះចេញពីស្មាជាមិនខានទេណាមែនហើយតោះយើងនិយាយគ្នាចប់ពួកគេក៏បានសែងកន្ត្រកត្រីយកទៅឲ្យយក្សកំណាចនៅឯលអាងផ្ដាច់ព្រលឹងណែដាក់កន្ត្រកចុះថ្នមហើយកុំឲ្យវាភ្ញាក់ណាតែគ្នាដូចជាភ័យណាស់វ៉ៃពួកឯងហ៊ានមករំខានដំណេកអញផងពួកអាសត្វអិតពួកអាកំតិចមនុស្សពួកឯងនេះមិនជាគ្មានប្រយោជន៍អីសោះអត់ទេលោកម្ចាស់សូមលោកមេត្តាខ្ញុំផងចុះពួកយើងយកត្រីមកថ្វាយលោកម្ចាស់ទេទៀនពួកយើងគ្មានចេតនារំខានលោកទេត្រីប៉ុណ្ណឹងឯងគិតថាអញស៊ីគ្រាន់ពួកឯងចង់ឲ្យអញស្គាល់មែនទេទៅឆាប់ទៅរកត្រីឲ្យបានច្រើនភ្លាមបើស្អែកនេះមិនបានត្រីច្រើនជាងនេះទេអញនឹងចាប់ពួកឯងស៊ីជំនួសត្រីហើយឆាប់ទៅ
អាយ៉ាអូយលោកបងយាអាមិនក៏ទម្លាក់ខ្លាំងម្លេះបាក់ចកេះខ្ញុំអើយតមកទៀតទេជន់ឯខ្ទេចបែកអាចលោបងអូទេខ្ញុំទៅហើយអាយអូឌីម៉ាការគៀបសង្កត់បង្កើតឲ្យមានការតស៊ូអ្នកភូមិដឹងថាបើប្រើកម្លាំងបាយពួកគេមិនអាចយកឈ្នះក្រុងមាសបានទេដូច្នេះពួកគេត្រូវតែប្រើអាវុធដែលខ្លាំងជាងកម្លាំងនោះគឺបញ្ញាតាម៉ានដែលជាមេកុលសម្ព័ន្ធនៅទីនោះក៏បានហៅបងប្អូនអ្នកភូមិទាំងអស់ឲ្យមកជួបជុំគ្នាហើយគាត់ក៏បានបន្លឺឡើងយ៉ាងម៉ឺងម៉ាត់ថាណែបងប្អូនទាំងអស់គ្នាដល់ពេលដែលយើងត្រូវបញ្ចប់សុបិនអាក្រក់នេះហើយយក្សកំណាចនោះវាល្មមស៊ីណាស់ប៉ុន្តែចំណុចខ្សោយរបស់វាគឺវាមិនចេះហែលទឹកទេយើងនឹងប្រើសេចក្តីលោភលន់របស់វាដើម្បីសម្លាប់វាណាហើយអញ្ចឹងតើយើងត្រូវធ្វើយ៉ាងម៉េចទៅលោកមេកុលសម្ព័ន្ធយើងនឹងសាងសង់ទ្រុងដែកដ៏រឹងមាំមួយហើយដាក់ត្រីដែលឆ្ងាញ់បំផុតនៅក្នុងនោះពេលដែលវាលូនចូលទៅស៊ីទ្រុងនោះវានឹងបិទដោយស្វ័យប្រវត្តិគុករបស់វាគឺជាក្រពះរបស់វានេះឯងណាបងប្អូនទាំងអស់គ្នាពិតជាអស្ចារ្យណាស់លោកមេកុលសម្ព័ន្ធពួកយើងយល់ស្របមែនហើយត្រីស្រស់នៅគោចោលក្នុងនេះទេពួកមនុស្សល្ងងទាំងនេះប្រហែលជាភ្លេចយកទុកហើយមិនបាច់ហត់នាំតែដើររកមិនបាច់ដើររកនាំតែហត់ទេចូលទៅស៊ីមកឆ្អែតសិនចាំគិតទៀតវីបយចាញ់ល្បិចពួកមនុស្សល្ងងទាំងអស់នេះហើយណែពួកមនុស្សល្ងងទាំងអស់ឆាប់ដោះលែងអញភ្លាមបើមិនអញ្ចឹងទេអញនឹងស៊ីមនុស្សមួយភូមិនេះទាំងអស់ជាមិនខានទេឆាប់ដោះលែងយើងភ្លាមណែពួកឯងទៅណាអស់ហើយឆាប់ដោះលែងយើងភ្លាមចាំមើលណាពេលដែលយើងចាញ់រួចអាក្រុងមាវាមិនទាន់ស្លាប់ទេតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅខ្ញុំគួរតែដើរចេញពីទីនេះប៉ុន្តែមើលទៅគេដូចជាកំសត់ណាសុកមែនទេអាណិតខ្ញុំផងខ្ញុំឃ្លានណាស់សុកឯងឆាប់ជួយខ្ញុំផងសុកឯងជួយខ្ញុំផងទៅណាសុកខ្ញុំសូមអង្វរតែបើយើងជួយឯងប្រកាសជាស៊ីមនុស្សមួយភូមិនេះជាមិនខានទេណាទេសុកអើយខ្ញុំដឹងខុសហើយមួយអាទិត្យនេះខ្ញុំស្គាល់រសជាតិនៃសេចក្តីទុក្ខហើយបើឯងដោះលែងខ្ញុំសន្យាថាខ្ញុំនឹងឈប់ធ្វើបាបអ្នកភូមិហើយខ្ញុំនឹងការពារពួកឯងអស់មួយជីវិតណាខ្ញុំគ្រាន់តែចង់រស់តែប៉ុណ្ណោះសុកជួយខ្ញុំផងសុកម៉ែខ្ញុំធ្លាប់ប្រាប់ខ្ញុំថានរណាក៏ចេះខុសដែរសំខាន់គឺគេចេះកែខ្លួនអាយៈនេះធំម្លឹងហើយមើលទៅគេគួរឲ្យអាណិតណាបើអញ្ចឹងខ្ញុំមានតែជួយគេម្ដងទៅចុះណែអាយៈកំណាចខ្ញុំជឿជាក់លើពាក្យសន្យារបស់ឯងទៅចុះណាមនុស្សល្ងងនៅក្នុងโลกនេះអ្នកណាគេដែលជឿពាក្យសន្យារបស់បិសាចនោះឯងនេះពិតជាល្ងងមែនសេចក្តីល្អរបស់ឯងគឺជាភាពល្ងងខ្លៅរបស់ឯងហើយឥឡូវនេះអញឃ្លានណាស់ហើយឯងគឺជាអាហារពេលព្រឹករបស់អញហើយឆ្ងាញ់ណាស់ទំនងឆ្ងាញ់ណាស់ទេមិនក៏ឯងក្បត់ពាក្យសន្យាអញ្ចឹងអាយៈកំណាចយើងខំជួយឯងណាឈប់សិនមានរឿងអីហ្នឹងបងសុកគិតក៏មកស្លេកម្លេះហើយលោកយ៉ាក់ដ៏អស្ចារ្យកំពុងធ្វើអីហ្នឹងដាវីអូនឆាប់រត់ទៅណាគេបោកបងទេបងបានជួយគាត់ចេញពីទ្រុងដែកនេះតែឥឡូវគាត់បែរជាចង់ស៊ីបងទៅវិញអូខ្ញុំស្ដាប់ច្រឡំឬមិនក៏បងផនស្មារតីបងថាលោកយ៉ាក់ដែលធំស្កឹមស្កៃដូចភ្នំនេះអាចចូលទៅក្នុងទ្រុងតូចមួយនេះបានវាជារឿងកំប្លែងបំផុតដែលខ្ញុំធ្លាប់ឮ
នាងក្មេងឈួតនាងហ៊ានសើចចំអឲ្យអញផងអញពិតជានៅក្នុងទ្រង់នេះមែនមុននេះអញពិតជានៅក្នុងនេះមែននាងមិនជឿទេ មិនអាចទៅរួចទេមើលចុះសូម្បីតែដៃមួយចំហៀងក៏ដាក់មិនចូលផងលោកបងយ៉ាក់ក៏មកកុហកក្មេងអីសោះខ្ញុំមិនជឿដាច់ខាត នាងនេះពិតជាល្ងងណាស់នាងពិតជាមិនជឿអញមែនចាំមើលឲ្យច្បាស់ណាចាំមើលអញដើរចូលចាំមើលអញចូលឲ្យមើលណាយ៉ាងម៉េចឃើញហើយឬនៅឃើញអត់អញពិតជាចូលបានមែននេះក្មេងល្ងងនេះវៃឃើញនៅ ឃើញច្បាស់ហើយក៏លាហើយដែរលោកយ៉ាក់ល្ងង ចាញ់បោកក្មេងឆាប់លែងអញភ្លាមពួកឯងឆាប់លែងអញភ្លាមបងអរគុណណាស់ធីតាឯងជាវីរនារីរបស់ពួកយើងបើគ្មានបញ្ញារបស់ឯងទេបងច្បាស់ជាចាប់ហើយថ្ងៃនេះ បងសុកចងចាំទុកណាការធ្វើល្អជារឿងត្រឹមត្រូវប៉ុន្តែការធ្វើល្អដាក់មនុស្សអាក្រក់ដោយខ្វះការពិចារណាវានឹងនាំទុកដល់ខ្លួនពេលខ្លះយើងត្រូវប្រើប្រាជ្ញាដើម្បីការពារសេចក្តីល្អ